អ្វីគ្រប់យ៉ាងដែលអ្នកនរគ្នាគួរដឹងត្រួសត្រាសដើម្បីជាការចាប់ផ្ដើមនៅក្នុងការរៀន Adobe Illustrator លើកដំបូងក្នុងរយៈពេលត្រឹមតែ20នាទីជាងតែប៉ុណ្ណោះចាប់ផ្ដើមមកដំបូងនៅពេលដែលយើងបើក Adobe Illustrator ហ្នឹងគឺអ្នកនរគ្នានឹងឃើញផ្ទាំង screen មួយនេះអញ្ចឹងនៅកន្លែងនេះគឺជាកន្លែងដែលយើងបើក file ថ្មីៗរបស់យើងគឺវានឹងចូលមកកន្លែង recent ហ្នឹងហើយនៅខាងឆ្វេងនេះគឺយើងមានប៊ូតុង2គឺ open ជាមួយនឹង new file អញ្ចឹងសម្រាប់ open គឺយើងអាចបើកជាមួយនឹង file ដែលយើងមានស្រាប់ឧទាហរណ៍ដូចជា file .jpg ឬក៏ file AI អីហ្នឹងជាដើមតែដែលសំខាន់ជាងគេហ្នឹងគឺ new file នេះអញ្ចឹងយើងคลิกនៅលើនឹងមកនៅកន្លែង new document នេះស្តៀង Photoshop ដែរទេអ្នកនរគ្នានៅកន្លែងនេះគឺវាមាន recent document ដែលយើងទើបតែបានប្រើហើយវាមានជាមួយនឹង template មួយចំនួនដែលវាបានកំណត់sizeឲ្យយើងស្រាប់នៅកន្លែងនេះយើងអាចជ្រើសរើសនៅកន្លែងហ្នឹងបានឧទាហរណ៍យើងចង់បាន A4 អីហ្នឹងបន្តមកទៀតនៅកន្លែងនេះគឺជាកន្លែងដែលយើងអាចដូរទំហំបានហើយនៅកន្លែងនេះគឺជាកន្លែងដែលយើងអាចដូរ unit ឧទាហរណ៍ខ្ញុំចង់ដូរពី point ទៅ pixel ឬក៏ជា centimeter អញ្ចឹងគឺយើងអាចដូរ unit របស់វាហ្នឹងនៅកន្លែងហ្នឹងបានឧទាហរណ៍ខ្ញុំដាក់ centimeter បន្ទាប់មកនៅកន្លែងនេះគឺយើងអាចសេរីជាមួយនឹងទំហំកម្ពស់ឬក៏ទទឹងរបស់វាថែមអីចឹងទៅកន្លែង orientation នេះគឺយើងចង់ឲ្យវាផ្ដេកឬក៏ឈរអីអ្នកនរគ្នាអាចសេរីនៅកន្លែងនេះបានហើយចំនួន artboard គឺជាចំនួនផ្ទាំង artboard ដែលអ្នកនរគ្នាត្រូវប្រើនៅក្នុង document មួយហ្នឹងយើងចង់ get start វាជាមួយនឹង artboard ប៉ុណ្ណាអ្នកនរគ្នាអាចតម្លើងលេខប៉ុណ្ណឹងទៅបើយើងចង់ get start តែមួយទេគឺអ្នកនរគ្នាអាចដាក់តែមួយបានហើយសម្រាប់កន្លែង palette នេះនៅពេលដែលអ្នកនរគ្នាធ្វើសម្រាប់ print ឧទាហរណ៍ដូចជា name card អីហ្នឹងអ្នកនរគ្នាអាចប្រើវាបានដើម្បីបន្ថែមនៅ extra space ពី document ដើមរបស់យើងជាទូទៅគេអាច extend ប្រហែលជា 3mm ដើម្បីពេលដែល print ទៅពេលដែលគេកាត់ហ្នឹងទៅគឺវាអត់សល់អា white ad នៅតាម game design របស់យើងណាតែបើសិនជាយើងអត់ប្រើសម្រាប់ print ទេអ្នកនរគ្នាមិនបាច់កំណត់កន្លែងហ្នឹងក៏បានដែរបន្ទាប់មក background content អ្នកនរគ្នាអាចជ្រើសរើសពណ៌សឬក៏ពណ៌ខ្មៅអីដើម្បី get start គឺស្រេចចិត្តរបស់អ្នកទាំងអស់គ្នាហើយកន្លែង color mode នៅក្នុង Photoshop ចឹងវាមាន CMYK វាមាន RGB ចឹងយើងអាចជ្រើសរើសទៅតាមនឹងបានបន្តមកទៀតយើងចុច create ទៅគឺយើងអាចធ្វើការបង្កើតនៅ document របស់យើងបានហើយវីដេអូមួយនេះនាំមកជូនអ្នកទាំងអស់គ្នាដោយ Control C ចឹងសម្រាប់អ្នកទាំងអស់គ្នាដែលកំពុងតែត្រូវការ mousepad ដែលមាន shortcut Adobe Photoshop និង Adobe Illustrator អីនៅលើហ្នឹងអ្នកទាំងអស់គ្នាអាចឆាតទៅ page បានខ្ញុំនឹងដាក់ link នៅខាងក្រោម description ហ្នឹងអញ្ចឹងពេលដែលយើងបង្កើត document ចូលមកក្នុង Adobe Illustrator ហើយចំណុចសំខាន់បន្ទាប់ដែលយើងគួរតែដឹងហ្នឹងគឺ workspace ដែលសារវាសំខាន់មែនទែនហើយផ្ទាំង panel ដែលអ្នកទាំងអស់គ្នាឃើញនៅលើ screen នេះគឺសិតតែយើងអាច customizeទាញវាឬក៏សេរីវាយកទៅដាក់នៅកន្លែងណាស្រេចទៅតាមចិត្តរបស់យើងទាំងអស់អញ្ចឹងគឺយើងអាចសេរីទៅតាមតម្រូវការការងាររបស់យើងណាហើយបើសិនជាអ្នកនរគ្នាអត់ទាន់ដឹងថាយើងត្រូវប្រើ workspace បែបណាទេយើងគឺវាមាន preset មួយចំនួនឲ្យយើងជ្រើសរើសយើងចូលមកកន្លែង window មកអ្នកនរគ្នាចូលមក workspace គឺវាមានច្រើនប្រភេទមែនតើឧទាហរណ៍យើងប្រើសម្រាប់ typography ឬក៏យើងប្រើសម្រាប់layout អីហ្នឹងគឺវានឹងសេរីឲ្យយើងតាមហ្នឹងឯងប៉ុន្តែយើងក៏អាចកំណត់ workspace បានផងដែរឧទាហរណ៍ខ្ញុំយក essential classic នេះអូខេអញ្ចឹងគឺយើងនឹងបានផ្ទាំងបែបហ្នឹងពីដើមមកនៅកន្លែងនេះគឺវាមាន layer អីចឹងទៅនៅខាងលើគឺវាមាន color ហ្នឹងគឺអាស្រ័យទៅលើអ្នកនរគ្នាប្រើជាក់ស្ដែងទេ panel មួយណាដែលចាំបាច់យើងចង់ឃើញធំយើងទាញវាយកមកដាក់ធំចឹងមកហើយសម្រាប់នេះគឺជា side panel នៅកន្លែងនេះដែលយើងអាចចុចបិទបើកមើលបានពេលដែលយើងត្រូវប្រើយើងអាចចុចបើកមកពេលដែលយើងលែងប្រើអ្នកនរគ្នាអាចចុចបិទបានហើយបើសិនជាយើងចង់ឲ្យវាទៅធំបែបនេះអ្នកនរគ្នាគ្រាន់តែចាប់ទាញនៅកន្លែងហ្នឹងទៅគឺយើងអាចដកវាចេញមកក្រៅបានហើយអ្នកនរគ្នាអាចទាញវាយកទៅដាក់នៅខាងលើបែបនេះពេលដែលវាឃើញបន្ទាត់ត្រង់បែបហ្នឹងយើងតម្លាក់វាទៅគឺវានឹង snap panel ហ្នឹងមកកន្លែងនេះឲ្យយើងហើយបើសិនជាយើងចង់យកវាមកដាក់នៅកន្លែងនេះវិញអ្នកនរគ្នាគ្រាន់តែទាញចឹងមកហើយយើងយកមក snap នៅកន្លែងណាក៏បានដែរស្រេចតែចិត្តរបស់យើងចង់ដាក់ឲ្យវាធំចេះមកក៏បានដែរឥឡូវខ្ញុំយកវាដាក់នៅខាងក្នុងនេះវិញសម្រាប់នៅផ្នែកខាងលើនេះគឺយើងអាចស្វែងរកនៅ menu ទាំងអស់ដែលយើងត្រូវប្រើឧទាហរណ៍វាមាន file edit ឬក៏ select អីហ្នឹងដូចទៅនឹងកម្មវិធីផ្សេងៗដែរដូចទៅនឹង Photoshop អីដែរអ្នកនរគ្នាហើយបន្តមកទៀតហ្នឹងគឺយើងមានជាមួយនឹង control bar កន្លែង control bar ហ្នឹងគឺជាកន្លែងដែលយើងអាចកំណត់មុខងារបន្ថែមទៅលើ tool របស់យើងដែលយើងកំពុងតែប្រើហើយវាផ្លាស់ប្ដូរទៅតាមtool ដែលយើងបាន select ឧទាហរណ៍ខ្ញុំ select នៅ tool មួយនេះអញ្ចឹងគឺវាដូរងារនៅកន្លែងនេះទៅតាម tool ដែលយើងបានកំណត់បន្ថែមអញ្ចឹងណាអ្នកនរគ្នាយើងចុចមកនេះវិញគឺវាដូរមកនេះវិញ
សម្រាប់ផ្នែកខាងឆ្វេងនេះគឺជាកន្លែងដែលវាផ្ទុកនៅ tool ទាំងអស់ដែលយើងត្រូវប្រើហើយអ្នកនរគ្នាមើលមក tool ទាំងអស់ហ្នឹងយើងអាចចាំបាច់ទៅស្មុគស្មាញថាយើងត្រូវរៀនប្រើវាទាំងអស់ទេដោយសារពេលដែលយើងចាប់ផ្ដើមរៀនដំបូងអ្នកនរគ្នាអាចរៀនជាមួយនឹង tool ចាំបាច់មួយចំនួនសម្រាប់ធ្វើការងាររបស់យើងសិនទៅឧទាហរណ៍អ្នកនរគ្នាត្រូវការសម្រាប់ទៅធ្វើជាមួយនឹង poster ឬក៏អីទេអ្នកនរគ្នាអាចរៀនជាមួយនឹង tool ចាំបាច់មួយចំនួននៅក្នុងការធ្វើការងារហ្នឹងទៅគឺយើងអត់ចាំបាច់ទៅរៀនម្ដងទាំងអស់បែបហ្នឹងទេបន្តមកទៀតនេះកន្លែងនេះគឺជា document tab ដែលកន្លែងនេះគឺជា tab ដែលយើង tab document ដែលយើងបើកប្រើធ្វើការណាយើងអាចបើកបានច្រើន tab មែនតើអ្នកនរគ្នាចង់បើកមិន tab ក៏បានដែរឲ្យតែកុំព្យូទ័រយើងរត់រួចយើងអាចធ្វើការទៅលើ file ជាច្រើននៅក្នុងពេលតែមួយបាននៅកន្លែងហ្នឹងដើម្បីយើងចង់ switch ដូរពី document មួយទៅ document មួយឬក៏ close document អីគឺនៅកន្លែង document tab ហ្នឹងឯងនៅកន្លែង toolbar នេះបើសិនជាអ្នកនរគ្នាដាក់ mouse របស់យើងនៅលើ tool ណាមួយគឺវានឹងប្រាប់ឈ្មោះ tool ហ្នឹងជាមួយនឹង shortcut ដើម្បីយើងអាច access ទៅ tool នឹងផងដែរហើយជាមួយនឹងវីដេអូខ្លីមួយដែលប្រាប់យើងថាពីរបៀបដែលយើងអាចប្រើ tool នឹងឧទាហរណ៍នេះគឺជា select send tool shortcut អក្សរ V យើងប្រើវាដើម្បី select ឬក៏ move object អីចឹងទៅហើយបើសិនជាអ្នកនរគ្នាឃើញ arrow តូចៗមួយនៅតាម game របស់tool បែបនេះគឺយើងអាចចុចស្ដាំដៃគឺអ្នកនរគ្នានឹងឃើញមាន tool ផ្សេងៗទៀតដែលស្ថិតនៅក្នុង toolbox ជាមួយវានឹងដែរឧទាហរណ៍ជាមួយនឹង rectangle tool នេះពេលដែលយើងចុចស្ដាំដៃមកយើងនឹងរកឃើញជាមួយនឹង ellipse tool ក៏ដូចជា polygon tool star tool អីជាដើមនៅក្នុង toolbox ជាមួយរបស់វានឹងហើយសម្រាប់នៅកណ្ដាលដែលធំជាងគេនឹងគឺជាផ្ទាំង artboard របស់យើងផ្ទាំងពណ៌សនឹងគឺជាទំហំរបស់ canvas ដែលយើងបង្កើតមិញហ្នឹងដែលយើងកំណត់ទំហំមិញហ្នឹងគឺវាចេញផ្ទាំងពណ៌សហ្នឹងមកហើយផ្នែកខាងក្រៅនេះក៏យើងអាចប្រើការបានដែរយើងអាចតម្លាក់រូបតម្លាក់អីនៅខាងក្រៅហ្នឹងឬក៏យើងទាញ vector អីផ្សេងៗយកមកដាក់នៅខាងក្រៅហ្នឹងប៉ុន្តែពេលដែលយើង export ទៅគឺវាសូតែនៅខាងក្នុងនេះទេដែលជា main artwork របស់យើងណាហើយយើងក៏អាចបង្កើត artboard ជាច្រើនផងដែរសម្រាប់យើងប្រើជាច្រើន artwork ជាច្រើន page អីចឹងទៅគឺអ្នកនរគ្នាអាចធ្វើការជាមួយនឹង artboard ជាច្រើននៅក្នុង document តែមួយហ្នឹងអូខេឥឡូវយើងបានដឹងត្រួសពី workspace នឹងហើយជំហានបន្ទាប់គឺខ្ញុំនឹងណែនាំដល់អ្នកពីរបៀបដែលយើងអាចប្រើ tool ដែលចាំបាច់ឬក៏ tool ដែលមានប្រយោជន៍មួយចំនួនសម្រាប់ឲ្យយើងចាប់ផ្ដើមយើងប្រកាសជាដឹងហើយថាមូលដ្ឋានគ្រឹះនៃការ design ហ្នឹងគឺចាប់ផ្ដើមពី geometry shape អញ្ចឹងយើងចាប់ផ្ដើមមកប្រើឬក៏បង្កើតជាមួយនឹង tool ដែលអាចបង្កើត shape ទាំងអស់ហ្នឹងបានអញ្ចឹងយើងចុចអក្សរ M មកគឺវានឹងចូលមក rectangle tool នេះហើយពេលដែលយើងចុចស្ដាំដៃនៅលើហ្នឹងគឺយើងអាច select rectangle ឬក៏ ellipse អីបានតាមចិត្តរបស់យើងឥឡូវឧទាហរណ៍ថាខ្ញុំ select rectangle tool ឬក៏ shortcut អក្សរ M ដើម្បីបង្កើត shape គឺយើងមានពីរជម្រើសទី1គឺអ្នកនរគ្នាអាចចុច click មកហើយយើងទាញបង្កើត shape ហ្នឹងទៅតាមទំហំដែលយើងចង់បានហើយមួយទៀតគឺអ្នកនរគ្នាចុច click បន្ទាប់មកយើងវាយជាមួយនឹងទំហំcustom របស់យើងដែលយើងចង់បានហ្នឹងហើយយើងចុច OK ទៅគឺវានឹងបង្កើតមកហើយនៅពេលដែលយើង click ចាប់ទាញបង្កើត shape ហ្នឹងអ្នកនរគ្នាប្រកាសជាឃើញហើយថាពេលដែលយើង click ទាញមកគឺវាអត់រក្សារាងរបស់វាទេឧទាហរណ៍ថាយើងចង់ lock វាទៅរាងការ៉េបែបនេះយើងចុច shift ឲ្យជាប់ពេលដែលយើងកំពុងតែទាញហ្នឹងគឺវានឹង lock ទៅទំហំការ៉េបែបហ្នឹងហើយបើសិនជាយើងចង់បានវាទៅរាងចតុកោណអីបន្តិចយើងប្រឡែង shift មកវិញមកហើយអ្នកនរគ្នាអាចទាញទៅតាមទំហំដែលយើងចង់បានឧទាហរណ៍ថាពេលដែលយើងបង្កើតមកហ្នឹងយើងច្រឡំ click នៅលើទីតាំងខុសអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច space bar ទៅគឺយើងអាច move shape ហ្នឹងដើម្បីយើងអាចទាញទៅដាក់នៅកន្លែងផ្សេងបានហើយដូចយើងឃើញអញ្ចឹងshape មួយនេះអ្នកនរគ្នាចង់ទាញមកទំហំប៉ុណ្ណាក៏បានដែរឧទាហរណ៍ខ្ញុំទាញវាប៉ុណ្នេះអូខេអញ្ចឹងពេលដែលយើងប្រឡែងមកវិញទៅគឺនឹងបង្កើត shape ហ្នឹងហើយមុខងារដែលខ្ញុំសូមមិញហ្នឹងគឺការចុច shift ឬក៏ការចុច space bar ដើម្បី move អីហ្នឹងគឺវាក៏ work ទៅលើ shape ផ្សេងដែរឧទាហរណ៍ខ្ញុំ select នៅលើ ellipse tool ហើយខ្ញុំចាប់ទាញវាបែបនេះដូចយើងឃើញអញ្ចឹងវាទៅពងកពើបែបនេះអាហ្នឹងបើសិនជាយើងចង់បាន shape អញ្ចឹងអូខេយើងទាញអញ្ចឹងទៅប៉ុន្តែបើសិនជាយើងចង់ឲ្យវាបានជារង្វង់មូលអ្នកនរគ្នាចុច shift ឲ្យជាប់គឺវានឹង lock មករង្វង់មូលបែបហ្នឹងហើយយើងចង់ហើយបើយើងចង់ផ្លាស់ប្ដូរទីតាំងវាអ្នកនរគ្នាចុច space bar គឺវានឹងផ្លាស់ប្ដូរទីតាំងឲ្យយើងហើយយើងអាចចាប់ទាញនៅទីតាំងផ្សេងដែលយើងចង់បានឥឡូវគឺយើងមាន shape
ជាច្រើននៅលើ artboard របស់យើងឥឡូវយើងចូលទៅដល់ tool មួយទៀតដែលយើងនឹងត្រូវប្រើញឹកញាប់ជាងគេបំផុតតែម្ដងហ្នឹងគឺ selection tool យើងអាចចុច Alt V មកដើម្បីយើងអាច access tool នឹងបានឬក៏យើង select នៅកន្លែងនេះក៏បានដែរតែពេលដែលប្រើទៅអ្នកនរគ្នាចុចតែ shortcut Alt V ទៅយើងប្រើយូរៗទៅគឺយើងចំណាំអីអញ្ចឹងសម្រាប់ tool មួយនេះវាអាចឲ្យយើងធ្វើការ select នៅ object នៅលើ artboard របស់យើងខ្ញុំចង់ select ជាមួយនេះហើយយើងចង់ទាញវាយកមកដាក់នៅកន្លែងនេះអញ្ចឹងយើងអាច select ហើយយើងទាញវាបែបហ្នឹងបានហើយទាញអានេះមកដាក់នៅកន្លែងនេះឬក៏ទាញវងមូលហ្នឹងយកមកដាក់នៅខាងលើបែបហ្នឹងអញ្ចឹងបែបនេះបានហើយបើសិនជាយើងចង់ rotate វាអ្នកនរគ្នាគ្រាន់តែដាក់ mouse នៅតាម cam ហ្នឹងទៅគឺវានឹងលុតសញ្ញានេះហើយយើងអាចចុចចាប់ទាញ power rotate វាបានទៅតាម angle ដែលយើងចង់បានហើយបើសិនជាយើងចង់សារ៉េទំហំរបស់វាថែមអ្នកនរគ្នាគ្រាន់តែដាក់ mouse របស់យើងនៅតាមកន្លែងដែលយើងចង់ XX កន្លែងដែលយើងចង់ទាញហ្នឹងទៅគឺយើងអាចចាប់ទាញ scale ឬក៏ change ទំហំរបស់វាបានហើយបើសិនជាយើងចង់ឲ្យវា scale ទៅយើងវានៅទុកsave វាហ្នឹងនៅដដែលវាអត់ដូរឧទាហរណ៍ថាខ្ញុំចាប់ទាញទៅវាដូររៀងបែបនេះអញ្ចឹងយើងគ្រាន់តែចុច shift ឲ្យជាប់មកដូចមិញហ្នឹងដូចពេលដែលយើងបង្កើតមិញហ្នឹងគឺវានឹង lock ទំហំ save ហ្នឹងឲ្យយើងហើយយើងចង់បែបនេះអ្នកនរគ្នាចង់ទាញឬក៏ break array save ហ្នឹងទៅតាមចិត្តរបស់យើងជាមួយនឹង tool មួយហ្នឹងហើយបើសិនជាអ្នកនរគ្នាចង់copy ឬក៏ duplicate save ហ្នឹងយើងគ្រាន់តែ select នៅលើហ្នឹងមកអ្នកនរគ្នាចុច Alt ឲ្យជាប់យើងចាប់ទាញវាទៅគឺវានឹង duplicate save ហ្នឹងហើយគឺវានឹង copy save ហ្នឹងឲ្យយើងហើយចុច Alt ឲ្យជាប់មកឃើញអត់គឺវា copy ទៅហើយឥឡូវយើងចូលដល់ tool មួយទៀតដែលស្ថិតនៅជិតគ្នាហើយមាន icon ដូចគ្នាទៀតគ្រាន់តែវាខុសពណ៌ selection tool នេះពណ៌ខ្មៅចូលមកដល់ tool មួយទៀតគឺ direct selection shortcut អក្សរ A យើងចង់គឺយើង select នៅលើហ្នឹងមកដើម្បីយើងអាចប្រើវាបានសម្រាប់ save នៅក្នុង Illustrator គឺត្រូវបានបង្កើតឡើងដោយ point ដែលគេហៅថា anchor point អញ្ចឹងនៅក្នុង anchor point ហ្នឹងគឺអ្នកនរគ្នាអាចធ្វើការចាប់ទាញសារ៉េឬក៏ customize វាបានជាមួយនឹង direct selection tool អញ្ចឹងដូចយើងឃើញអញ្ចឹង save របស់យើងនេះគឺវាមាន4 point បែបនេះយើងចង់ select មួយណាឧទាហរណ៍ខ្ញុំចង់ select មួយនេះហើយយើងចាប់ទាញវាបែបនេះអញ្ចឹងគឺយើងអាចធ្វើបែបហ្នឹងបានជាមួយនឹងdirect selection tool ហើយសម្រាប់មូលនេះណាអ្នកនរគ្នាយើងចុចនៅលើហ្នឹងគឺយើងអាចទាញឲ្យវា round បែបនេះបានអញ្ចឹងដូចយើងមើលអញ្ចឹងpoint មួយ anchor មួយគឺវា connect គ្នាទៅគឺវាបង្កើតបានជា shape មួយហើយសម្រាប់ shape ដែលរាងកោងបែបនេះ point ហ្នឹងគឺវានឹងមាន handle បែបនេះដែលយើងក៏អាចសារ៉េជាមួយនឹង handle នឹងបានផងដែរទៅលើ shape របស់យើងក៏អាច delete បានផងដែរឧទាហរណ៍ខ្ញុំចង់ delete point នេះមួយយើងគ្រាន់តែ click នៅលើវាមកហើយយើងចុច delete គឺវានឹង delete point នឹងឲ្យយើងហើយអញ្ចឹងឥឡូវគឺយើងសល់តែ3 point ទេតោះឥឡូវគឺខ្ញុំសុំលុប save ទាំងអស់ហ្នឹងអញ្ចឹងយើង select ទាំងអស់ហ្នឹងហើយយើងចុច delete មកអញ្ចឹងយើង select ទាំងអស់ហ្នឹងហើយយើងចុច delete មកហើយយើងចុចអក្សរ L ដើម្បីយើងអាចបង្កើតជាមួយនឹង save ថ្មីមួយបែបនេះបានអញ្ចឹងយើងអាចចុចអក្សរ A គឺវានឹងចូលមក direct selection tool ហើយយើងអាច select ជាមួយនឹង anchor point មួយបានហើយ handle នេះ anchor point ហ្នឹងពេលដែលយើង select ហើយយើងអាចធ្វើការចាប់ទាញ move វាបែបនេះដើម្បីយើងអាច customize shape របស់យើងបានហើយយើងអាចចាប់ទាញបានគ្រប់ជ្រុងទាំងអស់ហើយដល់ខ្ញុំចង់ទាញកន្លែងនេះអញ្ចឹងគឺយើងអាចចាប់ទាញបែបនេះបានហើយ handle នេះក៏យើងអាចទាញវាបានដែរឧទាហរណ៍យើងចង់សារ៉េវាបែបហ្នឹងយើងគ្នាអាចទាញ handle នឹងបានដូចគ្នាមិញគឺខ្ញុំបង្ហាញអ្នកនរគ្នាពី shape tool ពីរបៀបដែលយើងអាចបង្កើត geometric shape ហ្នឹងចុះបើសិនជាយើងចង់បង្កើតជាមួយនឹង shape ផ្សេងដែលវាមិនមែនជារូបរាងបែបហ្នឹងវាជារូបរាង customize ឬក៏ complicated ផ្សេងទៀតក្រៅតែពីរង្វង់មូលក៏ដូចជាត្រីកោណហ្នឹងគឺយើងអាចប្រើប្រាស់ជាមួយនឹង pen tool បានដោយយើងចុច shortcut អក្សរ P គឺវានឹងចូលមក pen tool ហើយនៅក្នុង pen tool ហ្នឹងក៏វាមាន tool ផ្សេងៗទៀតដែរប៉ុន្តែយើងកុំទាន់ខ្វល់យើងខ្វល់តែ pen tool សិនទៅអញ្ចឹងនៅក្នុង pen tool ហ្នឹងយើងចុចមក click គឺយើងបង្កើត anchor point មួយដូចគ្នាដូចទៅនឹង shape របស់យើងអញ្ចឹងដូចយើងឃើញអញ្ចឹងហើយអីដែលវាលយហ្នឹងគឺយើងអាច customize បានទៅតាមរាងអីដែលយើងចង់បានរាង shape មិនក៏បានដែរស្រេចតែចិត្តរបស់យើងឧទាហរណ៍យើង click មកបែបនេះយើងក៏អាចធ្វើឲ្យវាកោងបានផងដែរឧទាហរណ៍ដើម្បីឲ្យវាកោងអ្នកនរគ្នាគ្រាន់តែចាប់ចុចឲ្យជាប់ហើយយើងចាប់ទាញបែបនេះទៅចង់ឲ្យវាកោងប៉ុណ្ណាអ្នកនរគ្នាអាចទាញទៅតាមនឹងហើយដើម្បីសារ៉េhandle របស់យើងឧទាហរណ៍យើងឃើញថាវា
កោងមកអត់ដូចអីដែលយើងចង់បានទេយើងចង់សេរីបន្ថែមអញ្ចឹងអ្នកនរគ្នាគ្រាន់តែចុច SE មកគឺយើងនឹងចូលមក direct selection tool ដែលយើងទើបតែរៀនប្រើមិញហ្នឹងគឺអ្នកនរគ្នាអាចចុចនៅលើ handle ហើយសេរីថែមទៅតាមនឹងបានហើយយើងដើម្បីចូលមក pen tool វិញយើងចុច copy ទៅវិញទៅគឺយើងនឹងចូលមក pen tool វិញហើយអញ្ចឹងដើម្បីបន្ត path របស់យើងអ្នកនរគ្នាគ្រាន់តែ click នៅលើ anchor point ហ្នឹងមកហើយយើងអាចតទៀតបានយើងចង់ត្រង់យើងចង់កោងម្ដងទៀតអ្នកនរគ្នាអាចទាញទៅតាមនឹងបានតាមអីដែលយើងចង់បានអានេះគឺវាលើសពីចតកោនក៏ដូចជា ellipse មិញណាគឺយើងអាចបង្កើត shape អីដែលយើងចង់បានឧទាហរណ៍យើងបង្កើតហើយយើងអាចចុចសេរីបានទៀតយើងចុច SE មកគឺវានឹងចូលមក selection tool យើងអាចចុចចាប់សេរី shape នឹងទៅតាមអីដែលយើងចង់បាន pen tool នេះក៏ជា tool មួយដែលយើងនឹងប្រើជាញឹកជាប់ផងដែរសម្រាប់ការងាររបស់យើងបន្តមកទៀតគឺជារបៀបដែលយើងអាច navigate ទៅលើ artboard របស់យើងឧទាហរណ៍ថាយើងចង់ zoom in ឬក៏ zoom out អ្នកនរគ្នាអាចចុច Alt ឲ្យជាប់នៅលើ keyboard របស់អ្នកនរគ្នាបន្ទាប់មកអ្នកនរគ្នា scroll mouse របស់យើងមកក្រោយគឺវានឹង zoom out បែបនេះយើងចង់ zoom in ទៅវិញអ្នកនរគ្នាចុច Alt ឲ្យជាប់ scroll mouse ទៅមុខគឺវានឹង zoom in បែបនេះ scroll មកក្រោយគឺវានឹង zoom out ឬក៏អ្នកនរគ្នាអាចចុចអក្សរ Z ឲ្យជាប់គឺវានឹងចូលមកកាន់ zoom tool ហើយយើងចុចទាញទៅស្ដាំដើម្បី zoom in ទាញវាមកឆ្វេងដើម្បី zoom out បែបនេះហើយដើម្បីចាប់ទាញ artboard ហ្នឹងអ្នកនរគ្នាគ្រាន់តែចុច space bar ទៅគឺយើងនឹង load រូប hand tool នេះមកដែលយើងអាចចាប់ទាញ position មួយណាដែលយើងចង់បានអូខេឥឡូវបន្ទាប់ពីយើងដឹងពីរបៀបដែលយើងអាច navigate artboard របស់យើងហើយមួយទៀតបើសិនជាអ្នកនរគ្នាចង់ drag navigate មើលនៅក្នុង artboard របស់យើងយើងអត់ចាំបាច់ចុច space bar ហើយយើង hold ក៏បានដែរអ្នកនរគ្នាគ្រាន់តែចុច middle mouse scroll wheel របស់យើងហ្នឹងយើងចុចទៅគឺវានឹងអាចចាប់ទាញបានដូចគ្នាអ្នកនរគ្នាបន្តមកទៀតគឺយើងឈានចូលទៅដល់ស្វែងយល់បន្ថែមតែទៅនឹង panel ដែលយើងប្រើញឹកញាប់គឺមានច្រើនគួរសមដែរឧទាហរណ៍ដូចជា layer panel color panel ហើយជាមួយនឹង panel ផ្សេងទៀតដូចជា character panel អីនេះជាដើមឬក៏ appearance panel អីជាដើម panel មួយចំនួនគឺវា pop up មកដោយ default ណាតែក្នុងករណីដែលយើងអត់ឃើញ panel ណាមួយនៅក្នុងហ្នឹងយើងអាចចូលទៅទាញយកវាបានទាំងអស់ដល់នៅកន្លែង window ហ្នឹងយើងចុចនៅលើ window ទៅគឺយើងមានច្រើន panel មែនតើដែលយើងអាចយកមកប្រើបានឧទាហរណ៍ដូចជា brush ចឹងពេលដែលយើង select មកគឺវានឹង load មក side panel នៅកន្លែងហ្នឹងឯងដែលយើងអាចប្រើបានហើយសម្រាប់ panel ណាដែលអ្នកនរគ្នាអត់ចង់ប្រើអ្នកនរគ្នាគ្រាន់តែចុចស្ដាំដៃនៅលើហ្នឹងហើយយើងយក close គឺវានឹងបិទទៅហើយបើយើងចង់ close វាទៅម្ដងទាំងគ្រប់ក៏បានដែរឧទាហរណ៍នេះចឹងវា snap ជាគ្រប់ចឹងយើងអាចចុចស្ដាំដៃនៅលើហ្នឹងហើយយើងយក close tab group គឺវានឹងទៅទាំង tab group ហ្នឹងតែម្ដងចឹងសម្រាប់ panel ដែលយើងនឹងត្រូវប្រើយើងយកហ្នឹងគឺ color ក៏ដូចជា swatch នេះផងដែរចឹងសម្រាប់នៅកន្លែង swatch នេះគឺវាមាន color ដែលវាមានស្រាប់នៅក្នុងហ្នឹងហើយសម្រាប់ color នេះគឺយើងអ្នកគ្នាអាចសេរីទៅតាមចិត្តរបស់យើងឬក៏យើងអាចវាយ hash code នៅកន្លែងនេះក៏បានដែរនៅកន្លែងនេះគឺយើងអាច switch រវាង stroke ជាមួយនឹង fill color នៅកន្លែងហ្នឹងបានឬក៏យើងអាចចុច switch ដោយយើងចុចអក្សរ X ទៅពេលដែលវាមកលើនេះគឺយើងអាច select នៅពណ៌ stroke របស់យើងបានឧទាហរណ៍អ្នកនរគ្នាឃើញនៅកន្លែងនេះអញ្ចឹងពេលវានៅលើហ្នឹងពេលដែលខ្ញុំចុចដូរពណ៌គឺវានឹងដូរពណ៌របស់ stroke គឺវាមិនមែនដូរពណ៌របស់ fill ទេបើមិនជាយើងចង់ដូរ fill អ្នកនរគ្នា select អានេះមកលើមកឬក៏យើងចុចអក្សរ X គឺវានឹង switch អាហ្នឹងមកលើហើយអញ្ចឹងអ្នកនរគ្នាអាចធ្វើការដូរពណ៌ទៅគឺវានឹងដូរពណ៌ fill របស់យើងហើយសម្រាប់ពណ៌ហ្នឹងគឺយើងអាចដាក់បានទាំង solid ក៏ដូចជា gradient បណ្ដេញបែបនេះបានផងដែរអ្នកនរគ្នាប្រកាសជាឃើញជាមួយនឹង align នៅកន្លែងនេះហើយអាហ្នឹងគឺយើងប្រើសម្រាប់តម្រឹម object របស់យើងនៅលើ artboard ឬក៏តម្រឹម object របស់យើងជាមួយនឹង object បានផងដែរប៉ុន្តែអ្នកនរគ្នាអាចចូលទៅ window ហើយយើង select កន្លែង align នេះមកដើម្បីយើងបានជាមួយនឹង option បន្ថែមទៀតទៅលើហ្នឹងអញ្ចឹងពេលដែលខ្ញុំឧទាហរណ៍ខ្ញុំចង់ឲ្យ object ហ្នឹងវាទៅកណ្ដាល artboard អញ្ចឹងអ្នកនរគ្នាគ្រាន់តែselect នៅកន្លែងនេះទៅគឺវានឹងមកកណ្ដាលហើយ select កន្លែងនេះមួយទៀតគឺវានឹងមកកណ្ដាលបែប vertical បែបនេះយើងចង់ឲ្យវាទៅខាងឆ្វេងយើងចុចកន្លែងនេះទៅគឺវានឹង align ទៅខាងឆ្វេង artboard របស់យើងចង់ឲ្យវាទៅក្រោមចុចកន្លែងនេះទៅគឺវានឹងទៅខាងក្រោមបែបនេះចង់ឲ្យវាមកកណ្ដាលទាំងសងខាងចុច align horizontal ផងជាមួយនឹង align vertical ផងទៅគឺវានឹងទៅកណ្ដាលបែបហ្នឹងហើយជាទូទៅគឺវានឹង align ទៅជាមួយ keyboard ជាមួយនឹង artboard យើងមើលមកកន្លែងនេះអញ្ចឹងគឺវា align ទៅ artboard នៅពេលដែលយើងមាន shape ពីរបែបនេះ
ពេលដែលយើង select ទៅគឺវាអត់ align ទៅ artboard ទេពេលដែលយើងចុចឲ្យវាទៅកណ្ដាលបែបហ្នឹងគឺវានឹង align ទៅ selection បែបនេះអញ្ចឹងក្នុងករណីដែលយើងមាន shape 2ហើយយើងចង់ឲ្យវា align ទៅ artboard អ្នកនរគ្នាអាចចុច select វាទាំងពីរបន្ទាប់មកយើង group វាយើងចុច Ctrl G ទៅគឺវានឹងធ្វើការ group បន្ទាប់មកអ្នកនរគ្នាអាចចុចដូចមិញមក align horizontal align vertical គឺវានឹង align ទៅ artboard របស់យើងបែបហ្នឹងហើយមួយទៀតដើម្បីយើង ungroup អ្នកនរគ្នាអាចចុចស្ដាំដៃយើងយកពាក្យថា ungroup អញ្ចឹងគឺវានឹង ungroup មកមួយបែបនេះវិញហើយមួយទៀតឧទាហរណ៍ថាខ្ញុំចង់បាន shape ពណ៌ស្វាយនេះទៅក្នុងកដាលរបស់ shape មួយនេះអញ្ចឹងយើងអាច select shape ទាំងពីរហ្នឹងមកបន្ទាប់មកអ្នកនរគ្នា click មួយនៅលើ shape មួយនេះដើម្បីជា key object បន្ទាប់មកអ្នកនរគ្នាអាចចុច align horizontal ជាមួយនឹង align vertical គឺវានឹង align shape ពណ៌ស្វាយហ្នឹងទៅកដាល shape ពណ៌នេះហើយអាហ្នឹងគឺជាការ align ទៅកាន់ key object សម្រាប់ panel មួយទៀតគឺ Pathfinder អ្នកនរគ្នាអាច select បើក Pathfinder នៅកន្លែងនេះឬក៏បើយើងអត់ឃើញទេអ្នកនរគ្នាអាចចុចទៅ window ហើយយើងរកមើល check នៅ Pathfinder ទៅគឺវានឹង load មកកន្លែងហ្នឹងហើយសម្រាប់មុខងារ panel មួយហ្នឹងគឺប្រើដើម្បីយើងអាចបង្កើត shape 2ទៅកាន់ shape ថ្មីមួយទៀតដែលមានរូបរាងថ្មីមួយទៀតឧទាហរណ៍ខ្ញុំមាន shape 2វាដាក់ជាន់ពីលើគ្នាបែបហ្នឹងយើង select ទាំងពីរមកវាមានមុខងារ unite ដែលយើង click ទៅគឺវានឹងធ្វើឲ្យ shape ហ្នឹង shape 2ហ្នឹងទៅជា shape តែមួយបែបនេះមួយទៀតគឺយើងអាចប្រើដើម្បី intersect បានន័យថាកន្លែងដែលវា overlap ហ្នឹងគឺវានឹងបង្កើតជា shape ថ្មីឧទាហរណ៍យើង click មកគឺវានឹងបង្កើត shape ថ្មីនៅកន្លែងដែលវា overlap ហ្នឹងមួយទៀតគឺយើងអាចប្រើដើម្បី minus front បានន័យថា object ណានៅខាងមុខគឺវានឹងដកចេញយើងចុច click មកគឺវានឹងដក object នៅខាងមុខនេះចេញហើយវានឹងអបអរសាជាមួយនឹង shape បែបនេះឬក៏យើងអាចបំបែកគ្រប់យ៉ាងទៅជា shape រៀងៗខ្លួនរបស់វាបាននៅកន្លែង Pathfinder នេះយើងចុច click នៅនេះទៅគឺវានឹង divide ទៅជា shape រៀងៗខ្លួនហើយយើងអាចចុចទាញវាបែបនេះបានយើងចុច ungroup សិនយើងចុចស្ដាំដៃហើយយើងយក ungroup បន្ទាប់មកយើងអាចចាប់ទាញបែបនេះបានគឺវានឹងបំបែកទៅជា shape រៀងៗខ្លួនឥឡូវយើងចូលដល់ panel មួយទៀតហ្នឹងគឺ property panel យើងអាចចូលទៅ window ហើយយើង check រកមើល property panel មកនេះគឺ panel មួយនេះ property panel ហ្នឹងគឺវាមានមុខងារច្រើនមែនតើដែលយើងអាចកំណត់បានទៅតាម tool មួយគឺវានឹងផ្លាស់ប្ដូរ property ហ្នឹងនៅពេលដែលយើងដូរ tool ដែរគឺវានឹងបង្ហាញ option ដែលយើងអាចកំណត់បានបន្ថែមនៅកន្លែងហ្នឹងឯងហើយអញ្ចឹងវីដេអូណែនាំនេះគឺមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាអាចតឹងត្រួសប៉ុណ្ណឹងដើម្បីជាគ្រឹះនៅក្នុងការចាប់ផ្ដើមអីជាច្រើនទៀតនៅក្នុងកម្មវិធីមួយហ្នឹងអញ្ចឹងកុំភ្លេចចុច subscribe channel មួយនេះផងនឹងមានវីដេអូច្រើនមែនទែនទៅនឹង Photoshop Illustrator ក៏ដូចជាការប្រើ AI ផងដែរជួបគ្នានៅវីដេអូក្រោយ